បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកចែករំលែកអំពីការកាត់សក់ជំហានទី1ហើយនឹងជំហានទី2និងជំហានទី3ជំហានទាំងអស់នេះបងប្អូនអាចទស្សនាជាមុនដំបូងយើងត្រូវតែប្រើស្និតរៀនប្រើស្និតឲ្យបានចេះស្ទើរខ្លាំងបំផុតបងប្អូនទៅអាចយើងកាត់សក់បាននឹងបងឃើញទេបងប្អូនយើងកាន់ស្និតបែបចេះកាន់ស្និតរៀនកាន់ស្និតធ្វើម៉េចឲ្យបានស្ទើរជំហានទី1ជំហានដំបូងបំផុតគឺយើងរៀនកាន់ស្និតបងប្អូនយើងកាន់ស្និតឲ្យបានស្ទើរជាមុនសិនមកបងប្អូនមើលខ្ញុំកាន់ស្និតមើលបងប្អូនអាចយកស្និតមកកាន់ដូចខ្ញុំបានបងប្អូនហើយជំហានទី1នេះជំហានទី1បងប្អូនជំហានទី1នឹងយើងរៀនកាន់ស្និតឲ្យបានស្ទើរខ្លាំងទើបយើងអាចឈានបានទៅកាត់សក់ជូនភ្ញៀវឬក៏ជូនកូនឬក៏ជូនក្មួយយើងបងប្អូនយើងនឹងជំហានទី1បងប្អូនជំហានទី1យើងត្រូវរៀនកាន់ស្និតនឹងរលឹះឃើញបងប្អូនយើងរៀនធ្វើម៉េចដៃយើងឲ្យបានបត់ឲ្យនឹងបងប្អូនបាទហើយបងប្អូនអ្នកមើលវីដេអូថាយើងធ្វើស្រួលអត់ទេបងប្អូនយើងរៀនកាន់សិនជំហានទី1នឹងយើងរៀនកាន់ស្និតសិនបងប្អូនឥឡូវបងប្អូនមិនជឿបងប្អូនយកស្និតមកកាន់ដូចខ្ញុំឲ្យធ្វើដូចខ្ញុំបងប្អូនរៀនកាន់ឲ្យធ្វើម៉េចកុំឲ្យធ្លាក់បងប្អូនរៀនកាន់យើងកាត់យើងរលឹះដើម្បីយើងយកស្និតនឹងទៅកាត់ជូនភ្ញៀវឬក៏ជូនបងប្អូនឬកូនយើងឲ្យបានត្រឹមត្រូវឥឡូវបងប្អូនយើងរៀនគេហៅថារៀនកាន់ស្និតនឹងយើងរៀនបង្ហើបចុងស្និតយើងនេះបងប្អូនយើងរៀនបង្ហើបចុងស្និតបងប្អូនយើងកាន់ហើយយើងរៀនបង្ហើបចុងស្និតពេលណាដែលយើងបង្ហើបចុងស្និតយើងកាត់សក់ឲ្យគេបានអានឹងជំហានទី2យើងត្រូវរៀនកាន់កត្រៃបងប្អូនឃើញបងប្អូនកាន់កត្រៃយើងត្រូវកាន់ធ្វើម៉េចកុំឲ្យដៃនឹងវាកម្រើកទាំងអស់ជើងកម្រើកតែមេដៃមួយទេបងប្អូនបាទអានឹងជំហានទី2បងប្អូននឹងគេបងប្អូនមើលទាំងវីដេអូដែលខ្ញុំបានបង្ហាញបងប្អូនអាចរៀនកាន់បានបងប្អូនដែលចង់រៀនកាត់សក់បងប្អូនអាចមើលវីដេអូនឹងទៅបងប្អូននឹងចេះកាត់សក់ខ្លាំងជាងខ្ញុំក៏ថាបានប៉ុន្តែយើងត្រូវតែខិតខំទៀតគ្រូប៉កែកូនសិស្សប៉កែទើតែយើងខិតខំឃើញគ្រូប៉កែខ្លាំងប៉ុណ្ណាក៏គ្រូមិនអាចទៅនេះបានដែរបងប្អូននេះឃើញទេបងប្អូនយើងរៀនកាន់ស្និតទី1ទី2រៀនកាន់កត្រៃនិងទី3បងប្អូនត្រូវរៀនកាន់ត្រង់ដឺបងប្អូនចាំមើលវីដេអូខ្ញុំយកត្រង់ដឺមកបង្ហាញបងប្អូនណាបងប្អូនហើយយើងមានកំប៉ុងមួយឬក៏អ្វីមួយយើងអាចធ្វើជាម៉ាឡាកាំងយើងអាចរលឹះនេះបងប្អូនយើងកាន់មកទើអញ្ចឹងយើងត្រូវរៀនរលឹះហើយបងប្អូនដែលចង់រៀនកាត់សក់មើលវីដេអូនឹងមិនខុសទេបងប្អូនរៀនជំហាននីមួយយើងកុំរៀនបង្ខំបងប្អូនយើងរៀនមួយចេះចាប់បានលឿនខ្ញុំបង្រៀនបងប្អូនមិនគិតលុយទេបងប្អូនអាចយកវីដេអូនឹងទៅមើលហើយធ្វើតាមខ្ញុំបានបងប្អូនវីដេអូនេះគឺចែករំលែកល្អបំផុតឃើញបងប្អូនយើងយកដៃយើងរលឹះយើងកលឹះគេហៅកលឹះបងប្អូនធ្វើម៉េចឲ្យស្រទន់ដើម្បីយើងកលឹះសក់ឲ្យភ្ញៀវទៅបានស៊ីសក់ភ្ញៀវបានស្អាតបងប្អូនវាមិនទាក់ស្បែកសក់ទាក់សរសៃសក់នឹងជំហានទី3បងប្អូនបាទមើលវីដេអូខ្ញុំនេះបងប្អូនវីដេអូនេះមានអត្ថប្រយោជន៍សំខាន់នឹងជំហានទី3បាទដូចខ្ញុំនិយាយអញ្ចឹងបងប្អូនកុំបង្ខំកុំសាមញ្ញកុំកញ្ញាញ់ខួយបងប្អូនរៀនមកតណៈធ្វើតាមខ្ញុំបងប្អូននឹងចេះកាត់សក់ដូចខ្ញុំដែរបាទរៀនរលឹះបងប្អូនបាទរៀនកលឹះមកទឿហើយនឹងទីទៀតខ្ញុំនឹងបង្រៀនអំពីការកោពុមិត្តកោសក់អានឹងយើងរៀនផ្នែកនឹងសិននឹងបងប្អូនរៀនកាន់មកទឿនេះបងប្អូនកាន់មកទឿកលឹះបាទជំហានទី3នេះយើងរៀនកាន់មកទឿជំហានទី4នៅរៀនកោបាទតែយើងនឹងយើងរៀនកាត់សិនខ្ញុំបង្រៀនកាត់នឹងជំហានទី4នឹងយើងត្រូវរៀនកោបងប្អូនបាទខ្ញុំភ្លេចប្រាប់ថាកោមួយទៀតបងប្អូនកោពុមិត្តនឹងបាទបងប្អូនយកទៅមើលហើយបងប្អូនធ្វើតាមខ្ញុំនឹងអាចចេះបានអរគុណបាយបងប្អូនមានតែប៉ុណ្្នឹងហើយបាយ